បាទសួស្តីទាំងអស់គ្នាអញ្ចឹងយើងចូលទៅចំណុចបន្តទៀតចំណុចចុងក្រោយនៃមេរៀនរបស់យើងគឺរបៀបប្រើប្រាស់ table of content អញ្ចឹងការប្រើប្រាស់ table of content នេះគឺយើងប្រើសម្រាប់ដាក់ជាមាតិកានៅពេលដែលយើងបង្កើតជាសៀវភៅបាទពេលដែលយើងបង្កើតជាសៀវភៅគឺយើងត្រូវការដាក់ជាមាតិកាបែបនេះណាបាទអញ្ចឹងទាំងអស់គ្នាឃើញមាតិកាមានចំណងជើងមេរៀនមានចំណុចមេរៀនផ្សេងៗហ្នឹងតើយើងធ្វើដូចម្តេចដើម្បីកំណត់ឲ្យចេញដូចអ្វីដែលខ្ញុំបានបង្ហាញមិញបាទចង់ឧទាហរណ៍ថាបាទយើងចង់កំណត់វាទី1យើងត្រូវតែបាទ select ទៅលើអក្សរដែលមាននៅក្នុងស្លឹកការងាររបស់យើងហ្នឹងដើម្បីកំណត់វាជា heading សិនបាទកំណត់ជា heading សិនអញ្ចឹងឧទាហរណ៍ថាទាំងអស់នេះខ្ញុំចង់ដាក់ជា content អញ្ចឹងខ្ញុំ select វាហើយខ្ញុំកំណត់វាជា heading 1បាទអញ្ចឹងយើងកំណត់ជា heading 1ទាំងអស់មកបាទអញ្ចឹងយើងត្រូវកំណត់វាជា heading ណាបាទឲ្យវាចេញជា heading ទាំងអស់ហើយបន្តមកទៀតបាទឧទាហរណ៍ខ្ញុំចង់ដាក់នៅទំព័រនេះគឺយើងត្រូវចុចទៅលើទំព័រណាដែលទំនេរហើយបន្តណាយើងចុចទៅលើពាក្យថា reference បន្តមកទៀតយើងចុចទៅលើពាក្យថា table of content តោះមកយើងជ្រើសរើសបាទ content មកបាទនោះទាំងអស់គ្នានឹងបានមាតិកាបែបនេះបាទអញ្ចឹងកន្លែងអក្សរ content នេះយើងអាចកែតម្រួលវាដាក់ជាអក្សរខ្មែរក៏បានដែរឬក៏អក្សរទាំងអស់ហ្នឹងគឺយើងអាចធ្វើការ select លើវាដើម្បីបាទកំណត់ជាពុម្ពអក្សរដែលយើងចង់បានណាបាទយើងអាចកំណត់ពុម្ពអក្សរដែលយើងចង់បានហើយ content នេះយើងអាចលុបវាចោលហើយយើងសរសេរពាក្យថាមាតិកាជាភាសាខ្មែរបាទអញ្ចឹងយើងធ្វើការដូរពុម្ពវាជាអក្សរឆ្លាតហើយទំហំអីយើងអាចកំណត់តាមចិត្តរបស់យើងបានអញ្ចឹងអានេះគឺការកំណត់មាតិកាបាទហើយឧទាហរណ៍ថាកន្លែងរបៀបប្រើនេះខ្ញុំចង់ដាក់មាតិកាដែរអញ្ចឹងខ្ញុំកំណត់វាជា heading សិនប៉ុន្តែបាទនៅកន្លែងនេះគឺយើងអត់តឃើញមានអីចឹងដើម្បីឲ្យវាឃើញគឺយើងត្រូវចុច update table បាទអញ្ចឹងទើបវាលោតចូលទៅក្នុងតារាងរបស់យើងបាទប៉ុន្តែនៅពេលនោះអក្សរវានឹងដូរទៅជាអក្សរផ្សេងទៀតអញ្ចឹងយើងអាចកំណត់វាម្ដងទៀតមកបាទអញ្ចឹងអានេះគឺជារបៀបកំណត់មាតិកាបាទអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងសូមអរគុណ